bà ta nhầm chám được cái đời đại cho tới khơi như còn đại cho từ đại nữa đó thời thì chơi với chơi mình nào gì anh đang đi sai rồi. You are so beautiful to me. Ok, ngày này đã dùng miền video blog muối sầm rạp đầm nai cầm san cho mọi người hẹn trong ca nghĩa nè hay ní cứ dương từ check out cho mọi người tha kia bỏ kia vừa xa dương ở toàn ban bóng lối hay ní pu cột cầu bàn bóng cùi chăm chung kia hay nơi là class có toàn ở toàn ban trái nhỉ chẳng cứ dương đừng cùi chăm kia dương này cột cầu dư đó nè ngày ở pe ban mơ xiêm riệp như là như nào đấy nhưng mà làm thay bảy đi ha vậy đây nhôm miên vì để xa đây nó không ngày ní cứ nhôm đi cho rồi lại cái chạm này ấy đây là khu mình đã tiền là toàn cứ cho máu này đó là khu cho máu này là khu cho máu là khu cho máu hay ấy giúp mấy lại cho nó ban đây cho rồi lần được 10 ngày ra cục nó ấy ba nó cho mấy ba nó sao sao ba nó cho mấy nhở ban bên này cái tay rồi giúp mấy ba nó cho mấy mấy du mà bánh đây còn tay được đây đây đặt đi nông khui còn tay vừa ăn nông khui tao máu nông khui ta vô khui pi đại chứ pi đại đây crab miền pi thế chơi kia vậy đây khui pi mặt phim mỹ chơi không lời nó mê mò nhám ấy sân mà ý order cha làm vậy ăn môi hay bắt đầuពីយើងញ៉ាំអីហើយយើងនាំគ្នាបន្តដំណើរតាម plan របស់យើងគឺយើងទៅប្រាសាទតាព្រំមុនហើយបន្ទាប់មកទៅប្រាសាទផ្សេងៗទៀតអញ្ចឹងណាហើយថ្ងៃនេះយើងសម្រុកឲ្យបានដើរលេងឲ្យបានច្រើនដោយសារតែកម្រមានពេលជុំគ្នាណាcó trong giấy thang của san nó thường bị mổ hay sang sáu vú ơi sẵn rồi thôi đây và lấy con thợ ca anh vẽ mũi tinh ở bên tai con thợ ca ta tu sna nóng thợ ca ở nhung bọ prai chun rồi cameraman anh linh một đề hello có bao gì chưa TV đi这个是不良。ឥឡូវយើងបានមកដល់មុខខ្លោងទ្វារប្រាសាទតាព្រំហើយហើយយើងក៏នាំគ្នាដើរចូលទៅក្នុងទាំងអស់គ្នាអញ្ចឹងណាដើរលឿនពេកហើយសម្រាប់អ្នកដែលចូលទៅលេងប្រាសាទតាព្រំណាក៏បានឃើញកន្លែងពូតាដែលគាត់ប្រគំភ្លេងខ្មែររបស់យើងហ្នឹងកុំភ្លេចជួយចូលជាថវិកាដើម្បីលើកស្ទួយវប្បធម៌ឬក៏ឧបករណ៍ភ្លេងខ្មែរដែលគាត់ដែលខំថែរក្សាទាំងអស់គ្នាផងហើយឥឡូវយើងក៏បានមកដល់ខាងមុខប្រាសាទតាព្រំហើយយើងក៏បាននាំគ្នាដើរចូលឃើញថាមានភ្ញៀវច្រើនមែនទែនទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិណាអ្នកនរគ្នាហើយយើងឃើញថាសំណង់ប្រាសាទរបស់យើងមួយគឺពិតជាអស្ចារ្យមែនទែនហើយក៏មានការបាក់បែកហើយក៏មានការជួសជុលឡើងវិញបដាដែរឥឡូវយើងបន្ទាប់ពីយើងដើរប្រាសាទតាព្រំមកជុំរឿងហត់អីក្នុងនេះសម្រាប់នេះហើយនេះអ្នកគ្រូជំរាបសួរចាខ្ញុំខ្មែរបាទហើយគាត់មកពីកូរ៉េយ៉ាគាត់មកពីបងមកពីអង្គរមកមកពីនេះមកពីប្រាំងជប់យួនម្ដងបងគាត់មកពីជប៉ុនជប់យួនម្ដងមិនទេគាត់តែវិស័យហើយគាត់មកពីវៀតណាមយ៉ាហើយខ្ញុំកូនកាត់អាមេរិកហើយបន្ទាប់ពីសម្រាប់រឿងបាត់ហត់ទៅហើយនាំគ្នាដើរមើលប្រាសាទបន្តទៀតណាអ្នកគ្នាហើយយើងឃើញថាប្រាសាទយើងមួយពិតជាអស្ចារ្យមែនទែនស្នាដៃបុព្វបុរសខ្មែរយើងពីដើមមកមិនថាប្រាសាទអង្គរវត្តឬក៏ប្រាសាទណាក៏ដោយយើងឃើញការសាងសង់មួយពិតជាអស្ចារ្យឬក៏ស្ញប់ស្ញែងមែនទែនសម្រាប់ខ្ញុំជាកូនខ្មែរម្នាក់ដែរណាហើយដូចជាប្រាសាទមួយនេះចឹងគឺមិនងាយទេគឺដើមឈើដុះពីលើហើយប្រាសាទផ្សេងៗក៏មានដើមឈើដុះដែរ
ហើយបន្ទាប់ពីយើងដើរសពគ្រប់ក្នុងប្រាសាទព្រំរួចហើយទៅប្រាសាទមកកន្លែងទៀតហើយយើងចូលបន្ទាប់ចូលក្នុងឡានអ្នកនរគ្នាគេថាញើសហូរដូចទឹកចឹងតែសំណាងបានទាំងហាលហើយនឹងម៉ាស៊ីនត្រជាក់ឡានយងណាហើយចឹងទៅក៏បាត់ក្តៅទៅឥឡូវយើងបានមកដល់ប្រាសាទមកកន្លែងទៀតហើយតែខ្ញុំអត់បានចាំឈ្មោះប្រាសាទមួយហ្នឹងណាហើយជាក់ស្ដែងអ្នកនរគ្នានៅពេលដែលយើងឈប់ឡាននៅចិត្តប្រាសាទហ្នឹងយើងគឺខាងគ្នាខ្ញុំក៏បានរើបានរូបថតមកស្លាប់ដែររូបថតលក្ខណៈជា feel ហើយសៀននៅដើមឈើអញ្ចឹងណាហើយពួកខ្ញុំក៏អត់បានយកទៅណាដែរហើយពួកខ្ញុំក៏ຕົកកន្លែងដើមវិញអញ្ចឹងណាហើយក៏រៀងហត់ដែរពូការ៉េមក៏គាត់បានមកលក់ការ៉េមក៏នាំគ្នាទិញការ៉េមញ៉ាំអ្នកមួយហ្នឹងទៅឥឡូវយើងមកដល់កន្លែងផ្លូវពីចូលប្រាសាទនេះពណ៌ហ្នឹងហើយឥឡូវយើងមកដល់ចូលហើយពេលយើងកំពុងចាំទុកតមកនៅរបស់គាត់បាក់ដៃហៅហើយចូលវិញមិនទាន់បានទៅផងហ្នឹងហើយនិយាយលេងទេហើយពួកគាត់គឺអត់បានទៅទេពួកគាត់ថាក្តៅហត់អញ្ចឹងណាហើយគ្នាខ្ញុំមួយចំនួនគាត់បានដើរទៅផុតអស់ហើយអញ្ចឹងនៅតែខ្ញុំម្នាក់ឯងខ្ញុំដើរទៅជាមួយនឹងកាមេរ៉ាមែនរបស់ខ្ញុំហើយនេះយើងបានមកដល់ប្រាសាទនាគពណ៌ហើយមានថាទឹករឿងខៀវថ្លាមែនតើព្រោះដោយសារតែប្រាសាទនេះគឺពុំព័ទ្ធទៅវិញដោយទឹកអញ្ចឹងណា Hello Hello ហត់ទេ Hello កូនប៉ាប៉ាអេ Hello ដូនសាន់សួស្តីបងបងមានអារម្មណ៍មិនដែរពេលដែលមកដល់ទឹកដីអង្គរមានអារម្មណ៍ថាពេលដែលដើរមកគឺក្តៅហើយម្ដងនេះគឺត្រជាក់អូហើយឥឡូវគឺស្រះនិពន្ធស្រះនិពន្ធស្រះដូចគ្នាស្រះនោះ1 2 3 4បងបាទខ្ញុំមាននិយាយហងខ្ញុំអត់ចង់និយាយថ្ងៃនេះខ្ញុំមានអារម្មណ៍ពិតជាសប្បាយរីករាយមែនតើដែលបានមកដល់តែបាទអត់មានអីនិយាយណាហើយដល់ឥឡូវខ្ញុំអត់និយាយមានអីចង់និយាយក្នុងវីដេអូនេះទេសម្រាប់ខ្ញុំគឺមិញហ្នឹងខ្ញុំទៅមានថាខ្ញុំវាពិសេសតែយើងដែលត្រូវចាញ់បោកលោកចាចឹងគឺអស់លុយជាចំនួនប៉ុណ្ណានេះកាយស្លៀកក្នុងខ្លួនហ្នឹងហ៎ចាកាយស្លៀកខ្លួនហ្នឹងចាស្អាតតើមុតខ្មែរយើងតើក្នុងវីដេអូសេចក្តីខ្មែរមិញអាចទេយួន Hello em ơi em anhបសាទទស្សនាប្រាសាទអង្គរវត្តឥឡូវមកដល់នាគពណ៌សិនយ៉ាemឈ្មោះអីឈ្មោះមកងុយអូខេហ្នឹងហើយបន្ទាប់ពីយើងដើរជុំវិញប្រាសាទនាគពណ៌រួចរាល់ហើយពួកយើងនាំគ្នាធ្វើដំណើរចេញទៅវិញណាហើយបន្តដំណើរទៅទៀតទៅលើថាទៅលេងនៅប្រាសាទអង្គរធំហើយជាមួយនឹងប្រាសាទអង្គរវត្តហើយឥឡូវយើងក៏បានមកដល់ប្រាសាទអង្គរធំដែរហើយយើងក៏បានចូលលេងនៅកន្លែងហ្នឹងដែរតែដោយសារតែពួកខ្ញុំអត់បានថតអញ្ចឹងណាដោយសាររឿងក្តៅហត់ឬរឿងខ្លួនអញ្ចឹងក៏ដើរមើលប្រាង្គប្រាសាទឬក៏បាច់ចម្លាក់អីផ្សេងៗអញ្ចឹងទៅហើយបន្ទាប់ពីពួកខ្ញុំបានចូលលេងនៅប្រាសាទអង្គរធំនេះហើយពួកខ្ញុំបន្តដំណើរទៅទៀតទៅលេងនៅប្រាសាទអង្គរវត្តណាអ្នកនរគ្នាដែលយើងហៅថាប្រាសាទអង្គរតូចហ្នឹងហើយមុននឹងយើងចូលទៅលេងនៅប្រាសាទអង្គរតូចហ្នឹងគ្នាយើងមួយចំនួនក៏គាត់បានទិញឆាត់ឬក៏ទិញមួកពាក់មួកថ្នោតខ្មែរណាដូចខ្ញុំអីខ្ញុំក៏ទិញដែរព្រោះដោយសារតែក្តៅពេកអញ្ចឹងទៅក៏នាំគ្នាទិញម្នាក់មួយពាក់ដើម្បីបំបត្តិក្តៅអញ្ចឹងទៅហ្នឹងហើយនិយាយថាទិញដាក់ហ្នឹងទៅកន្លែងណាក៏កោកន្លែងហ្នឹងមកហើយគ្នាខ្ញុំមួយចំនួនទៀតក៏គាត់ប្រកែកោដែរប៉ុន្តែរឿងហត់រឿងខ្លួនអញ្ចឹងណាហើយអញ្ចឹងទៅធម្មតាយើងដើរលេងយើងត្រូវតែសប្បាយទាំងអស់គ្នាអញ្ចឹងណាហើយយើងស្លាប់ដូចគ្នាបាទដើរជាមួយគ្នាត្រូវអេជិតពុតពុតបាត់ដំបងតែថាយ៉ាទីហ្គេមចូលអស់ហើយតែក្នុងម្ដងមិនតាន់ចូលយោយគឺតាកដាច់ទី12គេថាគឺយើងនិយាយអាចាំហ្មងគឺ1113ដល់1150
ហ្នឹងហើយបន្ទាប់ពីយើងបានមកដល់មុខប្រាសាទហើយយើងអត់ទាន់បានចូលទេយើងចាំស្ដាប់កាយយើងដោយសារតែយើងមានកាយមួយសម្រាប់រៀបរាប់ប្រវត្តិសាស្ត្រដែរអញ្ចឹងណាហើយនៅពេលដែលយើងចូលមកខាងក្នុងមានអារម្មណ៍ថារំភើបមែនទែនហើយស្រស់ស្រាយមែនទែនហើយយើងបានមកដល់ទឹកដីអង្គរហើយពួកគាត់កំពុងតែជួលជ្រើមនៅក្នុងការថតរូបហើយខ្ញុំដើរថតដូចគេអញ្ចឹងទៅហើយដូចម្នាក់នេះអញ្ចឹងអ្នកគ្រូកំពុងតែឆ្លក់វិញនៅសម្រាប់ខ្លួនឯងហើយលោកគ្រូខ្ញុំគាត់កំពុងបែកញ៉ាងគឺគាត់ក្តៅខ្លាំងណាស់ អ្វីក៏ដោយ ហើយនេះ មានភាពស្មោះ សពរឡានខ្ញុំហ្នឹងហើយ សច្ចធម៌គុណធម៌ក៏តែមានក្នុងខ្លួនដូចខ្ញុំចង់ឲ្យមនុស្សគាត់ទាំងអស់ស្មោះដូចខ្ញុំអញ្ចឹង បាទហើយមើលអ្នកគ្រូលោកគ្រូខ្ញុំណាគាត់ធ្វើ style គាត់បានមកដល់ទឹកដីអង្គរគាត់មានអារម្មណ៍ថារំភើបហើយស្រស់ស្រាយមែនទែនហើយមិនថាមកលើកទី1ទេគឺមកច្រើនដងហើយក្នុងមួយខែមកសឹងពី3ដងក្នុងមួយខែ ហាត់ដល់មួយដែរមើល យ៉ា លើហ្នឹងហើយគ្រឿងកន្លែងរៀងឆ្វែស្អាតអញ្ចឹងហ្មង រើនេះទេ រៀងឆ្វែស្អាតអញ្ចឹងហ្មងហើយប៉ុន្តែពួកយើងពេលខ្លះយើងឃើញមើលគេហាមប៉ះឲ្យមើលនេះឡងឯង អូទៅប៉ះទៅមិនបងប៉ះទៅលើ តែយើងនេះជាតិអំបិលជាតិប្រៃដាក់ទៅអាយទៅហើយប៉ុន្តែអាយឃើញអញ្ចឹងណាមិនមែនមនុស្សប្រុសជាអ្នកអាយណានិយាយចោលសត្វតែមនុស្សស្រីទេ មិនបាយដឹង ចំណែន តែស្អីគេ ចំណែន នឹងរូបរាងនេះឃើញឡើងសឡូនមកអីមកនេះអញ្ចឹងទៅមិនមែនមនុស្សប្រុសជាអ្នកមកអាយទេដែលឡងនឹងសត្វតែនារីអ្នកអាយទេចង់ទៅ ឆ្មៃនៅខាង9ណាបងដាក់ចាំ ចាំអប្សរាអត់មានខ្មិញផ្សេង មានតែមួយទេដែលចេញថ្មិញ ទាំងអស់ហ្នឹងហ៎នោះមក ពីលើមកទៀតទៅពីលើទៀតអត់មកទៀតវិញមកទៀត ហើយឥឡូវយើងបានចូលមកដល់ខាងក្នុងហើយពួកខ្ញុំនឹងត្រៀមឡើងទៅដល់កំពូលលើតែម្ដងហ្នឹងហើយចរាមើលទៅចោតមែនទែនហើយខ្ពស់មែនទែនអ្នកនរគ្នាប៉ុន្តែមួយពីក្រោមអត់សូវខ្ពស់តែបើមើលពីលើវិញខ្ពស់ខ្លាំងណាស់អ្នកនរគ្នាហើយឡាយរៀងញ័រជើងដែរដោយសារតែខ្ញុំខ្លាចខ្ពស់អញ្ចឹងណាហើយនៅពេលដែលយើងចូលមកដល់ខាងក្នុងយើងសំពះបនសនអុជធូបអុជអីសុខស្ដីសុខស្ដីចម្រើនអញ្ចឹងទៅហើយនៅក្នុងកំពូលប្រាសាទកដាលហ្នឹងគឺមានព្រះចំនួន4អង្គហើយតំណាងឲ្យទិសនីមួយៗអញ្ចឹងណាបងប្អូនហើយខ្ញុំក៏អត់សូវស្គាល់ពីប្រវត្តិសាស្ត្រច្បាស់ដែរព្រោះថាតែលើកទី1ហើយខ្ញុំមកច្រើនដងប៉ុន្តែខ្ញុំមិនដែលបានឡើងមកដល់លើកំពូលនេះទេប៉ុន្តែពេលដែលឡើងមកដល់អ្នកនរគ្នាមានអារម្មណ៍ថាស្ញប់ស្ញែងមែនទែននៅប្រាសាទមួយសុទ្ធតែមានក្បាច់អប្សរាចម្លាក់ក្បាលនាគក្បាលអីចម្លាក់រឿងព្រេងបុរាណតាំងពីបុរាណកាលហើយនៅលើប្រាង្គប្រាសាទអង្គរវត្តហ្នឹងអញ្ចឹងវាសុទ្ធតែមានជាសាច់រឿងពីដើមមកហើយតែនេះយាយខ្ញុំគាត់កំពុងតែរៀបរាប់ពីប្រវត្តិសាស្ត្រសាច់រឿងហើយជាក់ស្ដែងយាយខ្ញុំហ្នឹងគឺជាក្រុមការងារដែរទេដោយសារតែគាត់ធ្លាប់មកឧទ្ទេសទេសចរដែរអញ្ចឹងណាយើងបានធ្វើដំណើរទៅវិញហើយម្នាក់ បាយអង្គ នេះអាចជុំគ្នានៅក្រោយ ជួបគ្នាថ្ងៃក្រោយ គេឡើងប្រញាប់ទៅ ចេញទៅវិញ តែដើរជិះទៅ ប៉ុន្តែដល់ពេលដែលយើងដើរចេញគេដើរចេញដែរអញ្ចឹងណា គូព្រៃស្ពឹកកន្លែង អញ្ចឹងសូមជម្រាបមួយពេលដែលមកលេងកមយកអារម្មណ៍មិនដែរ អារម្មណ៍សប្បាយចិត្តហើយអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែខ្ញុំចាំដល់ពេលដែលដើរចូលទៅឃើញគ្នាគាត់ដើរចូលទៅដែរអញ្ចឹងណាហើយទៅពេលចេញទៅវិញចេញវិញទៅណាគ្នាអាហ្នឹងនិស័យបណ្ដោយ I believe in destiny. You believe in forever. Nó còn đơn này. Ôi pù Mong gì Pù 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 ไปข้าวไปแล้วมีใครได้หาเก็บปูมาตะโกนกันหลาย Pù 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 nghe ra vậy đâu Pù
មេក៏ទៅចោលប៉ុន្តែខ្ញុំនិយាយតែម៉ាត់ទៀតទេខ្ញុំនិយាយថាសៀមរាបគឺជាខេត្តមួយដែលនៅជាប់បាត់ដំបងបាត់ដំបងជាប់សៀមរាបជាប់គីមជ័យទៅបាត់ដំបងជាប់សៀមរាបវិញហើយពោធិ៍សាត់ជាប់អង្គរហ្នឹងហើយបន្ទាប់ពីយើងធ្វើដំណើរត្រឡប់មកវិញយើងមានអារម្មណ៍ថាអត់ចង់ឃ្លាតពីទឹកដីអង្គរទេព្រោះដោយសារតែនៅពេលដែលយើងទៅម្ដងគឺមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តហើយដូចនៅក្នុងសាច់ភ្លេងអញ្ចឹងគឺមានអារម្មណ៍ថាតែម្ដងបង្កើតអារម្មណ៍ឲ្យអារម្មណ៍មួយសែតអញ្ចឹងណាហើយចំពោះវីដេអូមួយនេះដែរខ្ញុំសូមអភ័យទោសចំពោះពាក្យសម្ដីឬក៏កាយវិការណាដែលមិនសមរម្យដែលមាននៅក្នុងវីដេអូនេះផងហើយជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយ